តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សខ្លះខំធ្វើការយ៉ាងណាក៏ដោយក៏មិនអាចរួចផុតពីការធ្វើជាបុគ្គលិកគេបានចម្លើយស្ថិតនៅក្នុងផ្នត់គំនិតរបស់ពួកគេរឿងខាងក្រោមប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៅពេលដឹងថាហេតុអ្វីអ្នកនៅតែជាប់ក្នុងជីវិតធ្វើការពីម៉ោង9ព្រឹកដល់5ល្ងាចដដែលហាងផ្លែឈើចិត្តបិទមានយុវជនម្នាក់រូបសង្ហាបានបើកហាងលក់ផ្លែឈើតូចមួយនៅមុខបរិយាលំនៅដ្ឋានមួយកន្លែងប៉ុន្តែអាជីវកម្មដំណើរការមិនល្អទេដោយអស់សង្ឃឹមគាត់សម្រេចចិត្តដាក់ស្លាកថាលក់ហាងថ្ងៃមួយស្ត្រីអ្នកមានម្នាក់បើករថយន្តទំនើបមកឈប់ហើយសួរថាបើខ្ញុំចង់ទិញហាងនេះតើលក់តម្លៃប៉ុន្មានគាត់ឆ្លើយថា$150,000ស្ត្រីនោះសួរបន្តហេតុអ្វីចង់លក់គាត់តបថានៅជិតនេះមានផ្សារទំនើបធំមួយអ្នកនៅក្នុងសង្កាត់សតតែទៅទិញនៅទីនោះខ្ញុំលក់បានតែបន្តិចបន្តួចស្ទើរតែមិនគ្រប់បង់ថ្លៃដើមផងខ្ញុំគិតថានឹងបោះបង់ហើយត្រឡប់ទៅធ្វើការក្រុមហ៊ុនវិញស្ត្រីអ្នកមានញញឹមហើយនិយាយថាតាមពិតខ្ញុំកំពុងរកទីតាំងបែបនេះកុំលក់វាខ្ញុំចង់ធ្វើជាដៃគូជាមួយអ្នកការផ្ដល់សំណើដែលមិននឹកស្មានដល់យុវជនភ្ញាក់ផ្អើលធ្វើជាដៃគូរបៀបណាស្ត្រីនោះនិយាយអ្នកបន្តគ្រប់គ្រងហាងដដែលខ្ញុំទទួលបន្ទុកចំណាយទាំងអស់ហើយខ្ញុំនឹងបើកប្រាក់ខែឲ្យអ្នក$15,000ក្នុងមួយខែនោះស្មើនឹង$18,000ក្នុងមួយឆ្នាំដែលអ្នកទទួលបានជាប្រចាំយុវជននោះសប្បាយចិត្តជាខ្លាំងព្រោះចំណូលនេះច្រើនជាងប្រាក់ខែធ្វើការក្នុងការិយាល័យឆ្ងាយណាស់គាត់សួរទៀតថាតែចំណេញចែកគ្នាយ៉ាងម៉េចស្ត្រីនោះឆ្លើយខ្ញុំចេញថ្លៃគ្រប់យ៉ាងអ្នកទទួលប្រាក់ខែ$15,000ចំណេញលើសពីនោះជារបស់ខ្ញុំបរិះនោះយល់ព្រមភ្លាមផ្លែប៉ោមឥតគិតថ្លៃបន្ទាប់មកស្ត្រីនោះមានផែនការមួយរាល់ថ្ងៃយករទេះផ្លែប៉ោមទៅដាក់មុខបរិយហើយចែកឲ្យមនុស្សឥតគិតថ្លៃយុវជននោះឆ្ងល់ចែកឥតគិតថ្លៃស្ត្រីអ្នកមានញញឹមមានលក្ខខណ្ឌតែមួយគត់អ្នកណាចង់បានផ្លែប៉ោមត្រូវជួយចុច follow page របស់ហាងជាមុនសិននាងពន្យល់ថាផ្លែប៉ោមមួយតម្លៃប្រហែល$1បើចែក100ផ្លែក្នុងមួយថ្ងៃនោះអ្នកនឹងបាន follower ថ្មី100នាក់មួយខែអ្នកនឹងមានអតិថិជនជាង3,000នាក់កម្មវិធីសមាជិក VIP ក្រោយពេល follower ច្រើនគ្រប់គ្រាន់ស្ត្រីនោះឲ្យគាត់បង្កើតកម្មវិធីសមាជិក VIP តម្លៃសមាជិក$40ក្នុងមួយខែសមាជិកទទួលបានការបញ្ចុះតម្លៃនិងសេវាដឹកជញ្ជូនផ្លែឈើដល់ផ្ទះមនុស្សជាច្រើនយល់ថាវាសន្សំសំចៃនិងងាយស្រួលមិនយូរប៉ុន្មានមានមនុស្សជាង1000នាក់ចុះឈ្មោះជាសមាជិកមុនពេលលក់ផ្លែឈើបានសំបីតែមួយផ្លែហាងរកបាន$40,000ពីថ្លៃសមាជិកភាពអាជីវកម្មដែលលក់ដោយខ្លួនឯងចាប់ពីថ្ងៃនោះមករាល់ថ្ងៃគាត់គ្រាន់តែបង្ហោះ promotion ផ្លែឈើក្នុង Facebook page របស់គាត់ដោយមានការបដូរផលិតផលនិងការផ្សព្វផ្សាយជារៀងរាល់ថ្ងៃហាងរបស់គាត់នៅតែស្ថិតក្នុងចិត្តអតិថិជនជានិច្ចផ្លែឈើស្ទើរតែលក់ដោយខ្លួនឯងអតិថិជនខ្លះសូម្បីតែមិនជាទិញផ្លែឈើដែលពិសេសក៏ឲ្យដឹកដល់ផ្ទះបន្តិចម្ដងអតិថិជនរបស់គាត់ផ្លាស់ទីពីអ្នកទិញដែលសន្សំសំចៃទៅជាអតិថិជនដែលចំណាយខ្ពស់មេរៀនដែលយុវជនបានយល់យុវជននិយាយទាំងភ្ញាក់ផ្អើលថានេះពិតជាឆ្លាតមែនពេលមនុស្សចុះឈ្មោះជាសមាជិកពួកគេលេងទៅផ្សារទំនើបធំទៀតហើយពួកគេត្រឡប់មកហាងរបស់ខ្ញុំម្ដងហើយម្ដងទៀតស្ត្រីនោះងក់ក្បាលត្រឹមត្រូវប្រាក់ចំណេញពិតប្រាកដបានមកពីអតិថិជនដែលត្រឡប់មកទិញជាបន្តបន្ទាប់វាធ្វើចលនាមួយដែលទទួលបានផលចំណេញច្រើនទីបំផុតពួកគេបានចុះកិច្ចព្រមព្រៀងហើយក្លាយជាដៃគូអាជីវកម្មមួយខែក្រោយហាងពោពេញទៅដោយអតិថិជន3ខែក្រោយពួកគេបានពង្រីកហាងជាច្រើនកន្លែងនៅទូទាំងទីក្រុងអាចកំបាំងរបស់ស្ត្រីអ្នកមានថ្ងៃមួយយុវជនសួរថាតើអ្នកចេះរឿងទាំងនេះដោយរបៀបណាស្ត្រីអ្នកមាននោះញញឹមហើយនិយាយថាសម័យដែលការលក់ដូរប្រកួតគ្នាត្រឹមតែតម្លៃវាបានហួសសម័យទៅហើយសប្តាហ៍ថ្ងៃហ្គេមពិតនៅក្នុងអាជីវកម្មគឺការរៀបចំគំរូអាជីវកម្មឲ្យត្រឹមត្រូវបើគំរូត្រឹមត្រូវលុយនឹងរត់មករកយើងដោយងាយ